Ok, số đâyទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំម្ដងទៀតថ្ងៃនេះខ្ញុំមានវីដេអូដែលចង់ចែកម្លែកទៅអ្នកទាំងអស់គ្នាក្នុងការប្រើប្រាស់ broker នៅក្នុង Xnet ផ្ទាល់នៅក្នុង Trading View សម្រាប់អ្នកដែលចូលចិត្តប្រើ Trading View អញ្ចឹងនេះជាសារដាស់តឿនដល់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាប្រើប្រាស់Xnet របស់យើងហើយ Xnet broker នេះហើយអ្នកទាំងអស់គ្នាទៅប្រើនេះTrading View ហ្នឹង Trading View ហើយប្រើជាមួយនឹង broker ផ្សេងអានេះដូច broker Pepperstone ឬក៏ FHCM នេះអញ្ចឹងទៅហើយភាពខុសគ្នារវាង broker នីមួយៗហ្នឹងវាខុសគ្នាទៅតាមបាតឌីបិទបាតឌីបើកនិងសមោលរបស់វានេះឥឡូវទាំងអស់គ្នាអាចមើលបានចាប់ពីនេះថ្ងៃទី6ខែ1 2026នេះដល់ថ្ងៃទី15ហើយអ្នកទាំងអស់គ្នាអាចមើលបាននេះឥឡូវខ្ញុំបាយក្រោយពីពេលអ្នកទាំងអស់គ្នាមើលចាំបន្តិចអ្នកទាំងអស់គ្នាឃើញពីភាពខុសគ្នារវាង Xnet ហើយនឹង Trading View ថាវាមានលក្ខណៈខុសគ្នាបែបម៉េចយើងគួរតែប្រុងប្រយ័ត្នដោយសារតែ broker នីមួយវាមាន spread វាមាន commission ផ្សេងគ្នាគេគិតផ្សេងគ្នាឥឡូវអ្នកទាំងអស់គ្នាមិនទៅមើលអីច្រើននេះមើលតាកតុយនេះកាលពីថ្ងៃសុក្រអ្នកទាំងអស់គ្នាអាចមើលបានកន្លែងនេះឃើញអត់time frame 2ម៉ោងនេះគ្នាប៉ុន្តែកន្លែងនេះវិញអ្នកទាំងអស់គ្នាអាចមើលបាននេះអាចមើលបានអ្នកទាំងអស់គ្នាឃើញមានអីខុសគ្នាជាមួយនឹង3 candle ចុងក្រោយនេះមួយ candle នេះគឺវាវែងនេះគ្នាប៉ុន្តែអ្វីដែលខុសគ្នាជាច្រើនគឺ candle មកនិយាយទៅវាខុសគ្នាច្រើនហ្មងទាំងcandle បិទបើកទាំងសមោលឬក៏ម៉ោងបិទបើកទៅតាម broker អញ្ចឹងទៅអ្នកទាំងអស់គ្នាអាចមើលបាននេះ3 candle ចុងក្រោយនេះអ្នកទាំងអស់គ្នាមើលចុះមួយ candle នេះបាតឌីវាតូចទេខ្លាចដូចជា hammer candle នេះគេហៅថា hammer ហើយប៉ុន្តែនៅក្នុង Xnet វិញអ្នកទាំងអស់គ្នាអាចមើលបានអ្នកទាំងអស់គ្នាមើល3 candle នេះគឺឡើងសុទ្ធអត់មាន candle ធ្លាក់មកទេហើយ2 candle ក្រហមនេះគឺវាដូចគ្នាប៉ុន្តែអ្វីដែលខុសគ្នាគឺ candle បន្ទាប់នេះមួយ candle នេះខៀវមួយ candle នេះផ្សេងគ្នាអ្នកអាចមើលជាក់ស្ដែងបាននេះខ្ញុំស៊ូមឲ្យមើលអ្នកគ្នាអាចមើលបានភាពខុសគ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាប្រើ Xnet ហើយអ្នកទាំងអស់គ្នាទៅ analyze នៅក្នុង Trading View អ្នកទាំងអស់គ្នាប្រយ័ត្នបន្តិចជាមួយនឹងការដាក់ SL របស់អ្នកទាំងអស់គ្នាព្រោះតែខុសពី3លេខក៏អាចធ្វើឲ្យអ្នកទាំងអស់គ្នាចាញ់នៅក្នុងមួយ trade នឹងដែរអាចធ្វើឲ្យអ្នកទាំងអស់គ្នាបាត់បង់លុយទាំងដែលអ្នកទាំងអស់គ្នា set up ត្រូវហើយប៉ុន្តែអ្នកទាំងអស់គ្នាប្រើ broker ផ្សេងហើយយកមក analyze ហើយដាក់ SL ផ្សេងគ្នាខុសពី broker ដែលអ្នកទាំងអស់គ្នាប្រើហើយសម្រាប់នៅក្នុង Xnet យើងប្រើយកមកវិភាគបាន analyze បានទាំងលើទូរស័ព្ទទាំងលើ laptop យើងអាចធ្វើបានដូចគ្នាសម្រាប់នៅក្នុងទូរស័ព្ទយើងគ្រាន់តែចូល app របស់យើងទៅយើងចុចពាក្យថា trade យើងចង់ trade ទៅលើ P អីយើងចុចទៅលើ P ហ្នឹងទៅដូចជាមាសអ្នកនរគ្នាចុចទៅលើមាសទៅអ្នកទាំងអស់គ្នាអាច analyze បានហើយវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីការ analyze និងការប្រើប្រាស់ app Xnet ហ្នឹងហើយយើងធ្វើការ analyze នៅលើ Xnet ហ្នឹងផ្ទាល់អ្នកទាំងអស់គ្នាគួរតែប្រុងប្រយ័ត្ននៅកន្លែងហ្នឹងមែនតើព្រោះbroker នីមួយគឺម៉ោងបិទម៉ោងបើក spread commission ការយក fee អីគឺវាខុសគ្នាទាំងអស់អញ្ចឹងអ្នកទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នបើសិនជាអ្នកទាំងអស់គ្នាប្រើ broker អីគួរតែជ្រើសរើស broker ហ្នឹងទៅ trade ផ្ទាល់ហ្មងព្រោះ analyze នៅ broker ផ្សេងវាមានភាពខុសគ្នាដូចអ្នកទាំងអស់គ្នាឃើញខ្ញុំបង្ហាញឲ្យមើលមុនហ្នឹងអញ្ចឹងនៅក្នុង Xnet យើងតែនៅក្នុង Xnet ផ្ទាល់ជាមួយនឹងsource code របស់គេដែលថាឆាតរបស់គេហ្នឹងគឺគេធ្វើខ្លួនឯងចេញពីក្រុមហ៊ុនគេផ្ទាល់ហើយបើនៅក្នុងនេះវិញគឺយើងមានក្រុមហ៊ុនច្រើននេះយើងមាន broker ច្រើន Anada Forex.com វាមានច្រើនខ្លាំងមែនទែនបើសិនជាអ្នកទាំងអស់គ្នាប្រើ broker ដែលអាច trade នៅក្នុង
trading view បានក៏វាល្អដែរយើងមិនបាច់ចាំទៅចូលក្នុងទូរស័ព្ទម្ដងទៀតអញ្ចឹងណាយើង analyze យើងចូលក្នុងនឹងយកមកវាភាពងាយស្រួលហើយសម្រាប់ X នេះយើងក៏អាចចូលនៅក្នុងនឹងបានដូចគ្នាដែរយើងអាច buy sell នៅក្នុងនឹងបានដូចគ្នាហើយវាមាន function ច្រើនផ្សេងទៀតដូចកន្លែងនេះក៏គេមាន signal ឲ្យយើងដែរប៉ុន្តែវាមិនអាចត្រូវគ្រាន់តែយើងដឹង support resistance ថ្ងៃហ្នឹងវាឡើងថ្ងៃវាចុះអីចឹងទៅនេះដូចintraday វាចុះ short term ឡើងអាហ្នឹងគេ analyze យើងខ្លះទេហើយវានៅមានមុខងារច្រើនទៀតហើយវីដេអូមានតែប៉ុណ្្នឹងទេទាំងអស់គ្នា